ជំរាបសួរបងប្អូនបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីម្ដងទៀតមកកាន់ Channel One Piece ហើយនៅក្នុងថ្ងៃនេះដែរមានគឺបានយកសេរីរៀងរបស់យើងភាគទី6មកសម្រាប់បន្តទៀតមានសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងពេញចិត្តនឹងការសម្ដែងរបស់ Admin និងកុំភ្លេចជួយចុច Subscribe និងដែលរំកណ្ដឹងឲ្យ Admin ម្នាក់មួយផងហើយបើចង់ដឹងថាសេរីរៀងរបស់យើងភាគទី6នេះអមមើលកម្រិតណាតែយើងទាំងអស់គ្នាចូលទៅទស្សនាសេរីរៀងរបស់យើងនៅវគ្គបន្តហើយផ្ដើមសេរីរៀងរបស់យើងគឺយើងបានឃើញថាស្ដេចបិសាចរបស់យើង Jifansu នោះគឺគាត់បានសុចគាថារបស់គាត់បន្ទាប់មកថាមពលរបស់បិសាចគាត់នឹងគឺបានត្រឡប់មកចូលខ្លួនគាត់វិញទាំងអស់ពេលនោះកន្លែងដែលនាងលូអង្គុយនោះស្រាប់តែមានភ្លើងចេញមកតែធ្វើឲ្យគាត់នោះពិតជាពិបាកមើលពន្លឺនោះខ្លាំងមែនទែនហើយនាងលូក៏បាននិយាយថានិមិត្តសញ្ញានោះគឺជានិមិត្តសញ្ញាដែលចង់បដូររលំមែនទេហើយខណៈនោះដែរស្ដេចបិសាច Jifansu គាត់ក៏បានចាប់ផ្ដើមប្រតិបត្តិការវិស័យរបស់គាត់ដែលយើងទាំងអស់គ្នាមើលទៅថាមពលវិស័យរបស់គាត់នោះពិតជាខ្លាំងមែនទែនហើយពេលនោះដែរក៏មានពពុះបិសាចនោះបានហោះនៅជុំវិញគាត់ហើយពពុះបិសាចនោះវាមានកម្រិតមូលដ្ឋានខ្លះថ្នាក់ទី7ខ្លះថ្នាក់ទី8ហើយនឹងខ្លះទៀតមានដល់កម្រិតទី9ឯណោះហើយពពុះបិសាចទាំងអស់នោះវាក៏បានហោះទៅចូលខ្លួននៃស្ដេចបិសាច Jifansu នោះទាំងអស់ដែលធ្វើឲ្យធម្មពលរបស់គាត់គឺកើនឡើងខ្លាំងមែនទែនហើយធម្មពលទាំងនោះជាចំណុចកំពូលនៃថ្នាក់មូលដ្ឋានទាំងអស់ហើយធម្មពលអរិយទាំងនោះដែលបានមកពីវិញ្ញាណក្នុងងឹតទាំងអស់គឺពិតជាច្រើនលើលប់ខ្លាំងមែនទែនប៉ុន្តែបើសិនវាបានជំរុញទៅតាមរយៈអត់កំណត់ហើយវានឹងទូទាត់ពេលវេលាដ៏ធំនៅពេលអនាគតហើយបន្ទាប់មកធម្មពលបិសាចនោះក៏បានបញ្ចេញពីក្នុងខ្លួនស្ដេចបិសាច Jifansu ដែលធ្វើឲ្យនៅកន្លែងនោះដូចជាត្រូវក្របែកមួយដុំធំអញ្ចឹងហើយបន្តមកទៀតធម្មពលទាំងនោះក៏ប្រែទៅជាស្ងប់ស្ងាត់ទៅវិញហើយគាត់ក៏ប្រមូលធម្មពលឈីរបស់គាត់ត្រឡប់មកវិញហើយការផ្ដោតអារម្មណ៍នៃកម្លាំងរបស់ឈីរបស់គាត់គឺកាន់តែខ្លាំងក្លាជាងមុនទៅទៀតនិងសមត្ថភាពរបស់គាត់នឹងធម្មពលជាដើមប្រៀបធៀបនឹងក្បាច់គុណទូទៅគឺបានកើនឡើងមែនទែនហើយយ៉ាងហោចណាស់ក៏ច្រើនជាង3ដងដែរហើយស្ដេចបិសាច Jifansu គាត់ក៏បានលើកដៃជាសញ្ញាពេលនោះស្ដេចបិសាច Jifansu ក៏បាននិយាយឥឡូវនេះខ្ញុំមានរឿងជាមួយនឹងការប្រមូលកម្លាំងនៃឈីខ្ញុំហើយខ្ញុំគួរតែចាប់ផ្ដើមការវឹកហាត់ក្បាច់គុណនឹងឡើងវិញហើយខណៈនោះដែរអ្នកស្រីលូគាត់ក៏បាននិយាយទៅកាន់ Jifansu ថាបានតាលោកចង់ទៅណាហើយទៅវិញបានជាសញ្ញានៃវេទមន្តនឹងវាក៏បានបាត់ទៅវិញភ្លាមអញ្ចឹងហើយអូនស្រីរបស់អ្នកនាងលូនោះអូនទូគាត់បាននិយាយថាហើយអាប់ទាំងនោះនឹងគឺបានជំរាបអស់ឬនៅហើយស្ដេចបិសាច Jifansu ក៏បាននិយាយទៅវិញដែរអូមើលទៅប្រហែលជាថ្មវិញ្ញាណនោះគឺមិនគ្រប់គ្រាន់ដូច្នេះហើយសញ្ញាគឺត្រូវតែមានកំហុសខ្លះហើយគាត់ក៏បានដាំមកចិត្តអ្នកនាងលូនិងប្អូនស្រីនឹងលងមេបញ្ជាការបន្ទាប់មក Jifansu គាត់បាននិយាយថាខ្ញុំបានទៅឆែកមើលលោកស៊ីសិនហើយនឹងពួកគេនឹងគឺស្លាប់ទាំងអស់គ្នាហើយអរគុណខ្លាំងមែនទែនគឺគ្មាននរណាម្នាក់ក្នុងចំណោមពួកគេនោះបានគេចរួចទៅឆ្ងាយនោះទេអ្នកនាងលូគាត់ក៏ចាប់ផ្ដើមឆ្ងល់បន្តិចពេលនោះលោកមេបញ្ជាការក៏ដើរមកចិត្ត Jifansu ហើយគាត់ក៏បានធ្វើមុខមាំខ្លាំងមែនទែនទៅកាន់ Jifansu ដែលខណៈនោះ Jifansu ស្ដេចបិសាចនោះគាត់ក៏បានសម្លឹងទៅមើលដែរបន្ទាប់មកលោកមេបញ្ជាការក៏លុតជង្គង់រួចនិយាយថាខ្ញុំមិនដឹងថាឯងកំពុងតែលបងសត្រូវឲ្យចុះក្នុងអន្ទាក់នោះទេពេលនោះខ្ញុំនិយាយដោយកំហឹងទៅកាន់ឯងហើយសូមឲ្យឯងនឹងអភ័យទោសឲ្យខ្ញុំផងហើយមេបញ្ជាការនឹងក៏បាននិយាយថាបងប្រូហ្វែនខ្ញុំគឺសូមតែទទួលការផ្ដំទៀតទោសនោះទេហើយទោះបីជាលោកចង់សម្លាប់ខ្ញុំក៏ដោយក៏ខ្ញុំមិននឹងប្រយុទ្ធជាមួយលោកដែរហើយនឹងលូនិង Jifansu គាត់រៀងឆ្ងល់បន្តិចដែរពេលនោះ Jifansu ក៏បាននិយាយទៅកាន់លោកមេបញ្ជាការថាលោកមេបញ្ជាការបាងគឺពិតជាអ្នកបម្រើដ៏ស្មោះត្រង់មែនហើយស្ដេចបិសាច Jifansu គាត់ក៏បានកើតស្រមៃមើលទៅកាន់កូនចៅរបស់គាត់សិនបើឆេងជើកូនចៅរបស់គាត់នឹងគឺបានពាក់កណ្ដាលនៃលោកមេបញ្ជាការនោះគឺមិនដឹងជាល្អប៉ុណ្ណាទេហើយខ្ញុំនឹងមិនបញ្ចប់នាទីនេះនោះទេពេលនោះស្ដេចបិសាច Jifansu គាត់ក៏បាននិយាយទៅលោកមេបញ្ជាការកុំឲ្យគាត់លុតជង្គង់បែបនេះអីឲ្យឆាប់ក្រោកឡើងមកលោកគឺជាមេដឹកនាំជាអ្នកការពារហើយខ្ញុំគ្រាន់តែជាអ្នកបម្រើតូចទាបតែម្នាក់ប៉ុណ្ណោះលោកមេបញ្ជាការពេងឆាប់ក្រោកឡើងមកហើយខ្ញុំគឺមិនមែនទេសូមលោកកងការគួសមឬក៏គោរពបែបនេះមកកាន់ខ្ញុំអីហើយស្ដេចបិសាច Jifansu គាត់ក៏បានបន្តទៀតថាលើពីនេះទៅទៀតហេតុផលដែលយើងអាចគេចចេញពីពួកគេបានគឺដោយសារតែវេទមន្តស៊ីករបស់អ្នកនាងលូនោះទេហើយគ្រាន់តែលើដូចនោះលោកមេបញ្ជាការគាត់ក៏បានបែកទឹកមុខទៅអ្នកស្រីលូឬក៏សាយថាតើវាប្រទេសអ្នកស្រីលូតែអ្នកស្រីលូពិតជាធ្វើរឿងនេះមែនទេពេលនោះអ្នកនាងលូគាត់ក៏បានសាយហើយថានឹងហើយគ្រាន់តែលើតែប៉ុណ្ណឹងលោកមេបញ្ជាការគាត់ក៏សប្បាយចិត្តជាខ្លាំងហើយគាត់ក៏បាននិយាយទៅកាន់រានដែលកំពុងតែឃ្លាំមើលយើងអ្នកស្រីលូដែលដឹងពីសញ្ញាស៊ីកហើយពួកយើងក៏មានបងប្រុសស៊ូនៅពីក្រោយពួកយើងដែរ
ដែរហើយមេបញ្ជាការក៏បាននិយាយទៀតដែរទៅកាន់អ្នកស្នាងលូវាគ្រាន់តែជាបញ្ហានៃពេលវេលាតែប៉ុណ្ណោះដូច្នេះហើយគ្រួសារតកូលលូពួកយើងត្រូវតែក្រោកឡើងវិញហើយយីហ្វេនស៊ូគាត់ក៏បាននិយាយទៅកាន់អ្នកនាងលូថាពេលនេះការគម្រាមកំហែងរបស់ស៊ីសិនហ្នឹងពួកវាគឺបានបញ្ចប់ទៅហើយតែអ្នកនាងលូហ្នឹងគឺមានគម្រោងធ្វើអ្វីទៀតហើយស្រាប់តែពេលនោះលោកមេបញ្ជាការក៏បាននិយាយទៅកាន់យីហ្វេនស៊ូយើងគឺនឹងទៅទទួលជនភៀសខ្លួននៅផ្ទះខៃហើយលោកត្រូវតែដឹងថាអ្នកនាងលូហ្នឹងគឺគាត់បានរៀបការជាមួយនឹងលោកម្ចាស់ខៃហើយពេលនោះយីហ្វេនស៊ូគាត់ក៏បានគិតថាអូគ្រួសារតកូលខៃហ្នឹងគឺស្ថិតនៅក្នុងទីក្រុងមែនទេពួកគេហ្នឹងគឺជាគ្រួសារសំខាន់ខ្លាំងណាស់នៅក្នុងទីក្រុងនោះហើយប្រសិនបើខ្ញុំចាក់ចេញពីអ្នកនាងលូហើយនឹងបងប្រុសពួកគេវាគួរតែចេញដើម្បីបំបត្តិទុកព្រួយរបស់ម្ចាស់ផ្ទះហើយពេលតែចំណងវិញ្ញាណនោះបានមកទៅខ្ញុំក៏នឹងមានសេរីភាពវិញហើយតបមកយីហ្វេនស៊ូគាត់ក៏បាននិយាយទៅកាន់ពួកគេចឹងមិនអីទេតែពួកយើងទៅផ្ទះរបស់គ្រួសារតកូលខៃហើយសាច់រឿងរបស់យើងនៅឈុតមួយទៀតគឺយើងបានឃើញថានៅកន្លែងវេម្យ៉ាងនោះទេមានបរិមម្នាក់ហ្នឹងគាត់ក៏បានលុតជង្គង់ទៅកាន់លោកម្ចាស់គាត់ពេលនោះយើងក៏បានឃើញថាមានបរិមម្នាក់ដែលបានអង្គុយនៅលើកៅអីនោះមានឈ្មោះថាលោកគ្រូយ៉ាងហើយលោកគ្រូយ៉ាងនោះគាត់ក៏បាននិយាយថាតើឯងមិនក៏អត់និយាយពាក្យអីមួយម៉ាត់អញ្ចឹងហើយលោកសាន់ហ្នឹងមិនហើយពេលនោះកូនចៅរបស់គាត់ក៏បាននិយាយថាលោកយ៉ាងបើតាមមកដឹងសម្បត្តិរបស់លោកសាន់ហ្នឹងបច្ចេកទេសរបស់ពួកគេនឹងមកដល់ក្នុងពេលឆាប់នេះតបមកលោកយ៉ាងក៏បានសើចរួចឯងឆាប់ចេញទៅហើយកូនចៅរបស់លោកយ៉ាងហ្នឹងគាត់ក៏បានរត់ចេញយ៉ាងលឿនពេលនោះយើងក៏បានឃើញថាលោកសាន់គាត់ក៏បានក្រោកឈររួចគាត់ក៏បានដើរទៅកន្លែងមួយហើយគាត់ក៏បានបើកវាំងនន់មើលគឺយើងបានឃើញថាលោកគ្រូរបស់គាត់ហ្នឹងគឺកំពុងតែដេកនៅលើគ្រែហើយគាត់ក៏បាននិយាយថាលោកកុំបារម្ភអីមិត្តភក្តិចាស់របស់លោកគឺកំពុងតែរងចាំលោកទៅកាន់ពិភពថ្មីមួយទៀតលោកយ៉ាងក៏បាននិយាយទៀតថានៅពេលដែលខ្ញុំទទួលបានដៃនៃក្រីរបស់ខ្ញុំមកវិញខ្ញុំនឹងមិនអនុញ្ញាតឲ្យឯងធ្វើរឿងជោគជ័យក្នុងជីវិតរបស់ឯងទេហើយលោកគ្រូរបស់គាត់ក៏បានលើហើយកាត់មកភាពបន្ទាប់គឺយើងបានឃើញថា5ថ្ងៃគឺបានកន្លងផុតទៅហើយដែលនៅក្នុងទីក្រុងនោះមានប្រជាជនរស់នៅច្រើនខ្លាំងមែនទែនហើយពួកគេគឺបានមកដល់ទីក្រុងនោះផងដែរហើយនាងលូនោះក៏បាននិយាយថាយូរហើយឯងចាប់មើលទៅយើងគឺបានមកដល់ហើយពេលនោះលោកមេបញ្ជាការប៉ាគាត់បាននិយាយទៅកាន់យីវ៉ាន់ស៊ូថាបងប្រុសខ្ញុំមិននឹកស្មានថាបងធ្លាប់ទៅទីក្រុងដ៏កក់ក្ដៅនោះទេតែអ្នកគិតយ៉ាងណាដែរហើយវាមើលទៅគួរឲ្យល្អមែនទេហើយយីវ៉ាន់ស៊ូគាត់ក៏បានគិតថាវាគឺមិនខុសគ្នានោះទេគ្រាន់តែទីក្រុងនេះវារៀងតូចបន្តិចហើយយើងគឺមកដល់ទីក្រុងខៃនេះហើយមែនទេនាងលូក៏បាននិយាយហើយយើងគឺមិនអាចចូលទៅក្នុងអគារខៃនោះបែបសាមញ្ញនោះទេហើយខ្ញុំត្រូវទៅកន្លែងនោះជាមួយបងសិស្សរបស់ខ្ញុំយន្តហៃជាមុនសិនដើម្បីស្វាគមន៍ពួកគេហើយបន្ទាប់មកខ្ញុំនឹងត្រឡប់មកយកអ្នកទាំងពីរវិញហើយនៅពេលនោះដែរលោកមេបញ្ជាការប៉ោងហ្នឹងគាត់ក៏បានសើចខ្ញុំគឺមិនអាចជួយបាននោះទេហើយលោកមេបញ្ជាការក៏បាននិយាយទៀតដែរវាគឺជាអាកប្បកិរិយាមិនល្អនោះទេបើសិនបើយើងគ្រាន់តែបង្ហាញតើពួកយើងទៅសម្រាប់នៅខាងមុខនោះសិនទៅហើយស្ដេចបិសាយីហ្វេនស៊ូក៏បានថាហើយចាប់មែនណាហើយគាត់ក៏បានដាក់ទៅមុនថាមិនអីនោះទេឯងឆាប់ទៅមុនទៅដោយសារតែពួកគេនឹងបានបាត់ខ្លួនមួយរយៈនោះហើយឲ្យលោកបញ្ជាការប៉ងហ្នឹងមើលនៅជុំវិញខ្លួនអ្នកនាងលូផងពេលនោះអូនតូចយូហើយក៏បាននិយាយទៅកាន់ស្ដេចបិសាចយីហ្វេនស៊ូអ្នកបម្រើដ៏ល្ងងខ្លៅនៅក្នុងទីក្រុងនេះគឺជាទឹកដីរបស់បងថ្លៃរបស់ខ្ញុំលោកគ្រាន់តែរងចាំទៅហើយខ្ញុំនឹងប្រកាសថាឲ្យបងប្រុសរបស់ខ្ញុំនឹងមកបដៅឯងបន្ទាប់មកយីហ្វេនស៊ូក៏បានដាក់អូនតូចនោះមួយជើងហើយគាត់បាននិយាយថាខ្ញុំមិនខ្វល់ពីឯងទេហើយអ្នកនាងលូក៏បាននិយាយថាហេតុអីបានជាលោកនិយាយមិនអមមកកាន់គាត់ទៅវិញហើយស្ដេចបិសាចក៏បាននិយាយថាឆាប់ឲ្យលឿនទៅហើយគាត់ត្រូវតែរៀនធ្វើអាកប្បកិរិយាខ្លះទៅហើយយីហ្វេនស៊ូគាត់ក៏បានដើរចេញរួចនិយាយថាអ្នកអាចកម្ចាត់ខ្ញុំបើសិនជាបានអ្នកមិនចូលចិត្តខ្ញុំហើយនាងលូគាត់ក៏បានមើលទៅកាន់ស្ដេចបិសាចពេលនោះយើងក៏បានឃើញថាលោកមេបញ្ជាការគាត់ក៏បានតាមមកតាមស្ដេចបិសាចគាត់បាននិយាយថាបងប្រុសតើមានរឿងអ្វីលោកគឺនៅតែជាលោកគ្រូរបស់ពួកយើងហើយលោកមិនគួរទាត់ពួកគាត់ទេហើយនេះគឺគ្រាន់តែជាដានចិត្តខ្លាំងៗតែប៉ុណ្ណោះហើយបន្ទាប់មកមានលោកពូម្នាក់គាត់ក៏បាននិយាយថាតើអ្នកពិការភ្នែកមែនទេការពិតវាគឺជាការពិតហើយនេះគឺជាត្បូងដ៏ខ្មៅងងឹតខ្លាំងបំផុតហើយវាគឺត្រូវបានចំណាយពេលយូរមែនទែនដើម្បីបណ្ដុំវា
វាហើយលោកពូនោះគាត់ក៏បាននិយាយទៅកាន់នារីម្នាក់អាអ្នកដឹងទេថាជាអ្វីតាអ្នកកំពុងតែនិយាយពីអ្វីហើយអ្នកនាងនោះគាត់ក៏បាននិយាយថាខ្ញុំមិនមែនជាអ្នកជំនាញនោះទេប៉ុន្តែខ្ញុំគឺធ្លាប់បានឃើញវាម្ដងកាលពីពេលមុនខ្ញុំដឹងថារបស់អ្នកហ្នឹងគឺជារបស់คล้ายៗនោះទេបន្ទាប់មកលោកពូម្នាក់នោះគាត់ក៏បានសើចទៅកាន់នារីម្នាក់នោះហាតានាងធ្លាប់បានឃើញវាម្ដងមែនទេតានាងអាចប្រាប់ខ្ញុំថាវាជារបស់ពិតឬក៏ជារបស់คล้ายៗបានដែរឬអត់វាគួរឲ្យអស់សំណើចខ្លាំងណាស់ហើយអ្នកនាងម្នាក់នោះក៏បាននិយាយទៅកាន់លោកពូនោះវិញថាចាស់មិនអីនោះទេខ្ញុំគឺមានសមត្ថភាពមើលវាបានពេលនោះលោកពូម្នាក់នោះគាត់បានស្រែកដាក់ឲ្យអ្នកនាងនោះចាប់ចេញពីទីនេះទៅជាមួយហេតុផលមិនសមស្របរបស់ឯងហើយកុំមកជ្រៀតជ្រែកអាជីវកម្មរបស់ខ្ញុំហើយលោកអ៊ំគាត់ក៏បានមើលទៅកាន់នារីម្នាក់នោះពេលនោះស្ដេចវិសាយយីវ៉ែនស៊ូគាត់ក៏បានគិតថាខ្ញុំមានមធ្យោបាយមួយដើម្បីបញ្ជាក់វាបានហើយសាច់រឿងរបស់យើងភាគទី6ក៏ត្រូវបានបញ្ចប់នៅត្រឹមនេះតើបងប្អូនទាំងអស់គ្នាយល់យ៉ាងណាដែរសម្រាប់ភាគទី6នេះបើគិតថាល្អមើលនឹងជួយចុច Subscribe និងដាក់រូបកណ្ដឹងឲ្យ Channel Admin ម្នាក់មួយផងហើយ Admin នឹងយកសាច់រឿងរបស់យើងភាគទី7មកសម្រាប់បន្តហ្នឹងហើយសូមអរគុណដល់បងប្អូនទាំងអស់គ្នាជួបគ្នានៅភាគទី7ទាំងអស់គ្នាបាយបាយ